ក្មេងស្រីបានប្រកាសពេលមិនមានសម្លៀកបំពាក់ហើយចូលទៅក្នុងទឹកដើម្បីងូតទឹកតែនៅពេលបន្ទាប់ទឹកបានបាត់បង់យ៉ាងឆាប់រហ័សសម្រាប់ភ្នែកមើលនៅចុងក្រោយមានអណ្ដើកមួយកន្លែងនោះបានមើលឃើញរូបរាងកាយក្មេងស្រីគ្រប់យ៉ាងនេះធ្វើឲ្យក្មេងស្រីមានអារម្មណ៍ស្អប់បន្ទាប់ពីទាត់មួយជើងអណ្ដើកក៏ក្រឡាប់ហើយបន្ទាប់មកបានពាក់សម្លៀកបំពាក់យ៉ាងឆាប់រហ័សសម្រាប់អ្វីដែលកើតឡើងនាងមានការសង្ស័យថាអណ្ដើកនេះអាចផឹកទឹកទន្លេអស់គ្រូរងស្ងួតប្រហែលតាក់ទងនឹងវាពូរបស់នាងកំពុងខ្វះអាហារដូច្នេះនាងបានរៀបចំយកអណ្ដើកនេះទៅផ្ទះដើម្បីធ្វើស៊ុបប៉ុន្តែនាងមិនដឹងថាអណ្ដើកនេះគឺជាទេវតាពីព្រោះបានទទួលរបួសធ្ងន់ធ្ងរដើម្បីបំភ្លេចអត្តសញ្ញាណរបស់ខ្លួនមានការនិយាយថាមើលឃើញមនុស្សនេះត្រូវតែមានមួយការសម្របសម្រួលពេលក្រោយនឹងមានអំណះអំណាងថារហូតដល់ក្មេងស្រីត្រឡប់ទៅផ្ទះយ៉ាងឆាប់រហ័សបានប្រាប់លោកយាយអ្វីដែលកើតឡើងលោកយាយថាអណ្ដើកនេះមិនមែនអណ្ដើកធម្មតាទេតែមើលទៅតែចង់ធ្វើស៊ុបអណ្ដើកតូចភ័យខ្លាចណាស់នឹងស្រួលចិត្តល្អលោកយាយថាឲ្យទុកវាសិនប៉ុន្តែក្មេងស្រីនៅតែមិនព្រមបោះបង់ចោលនាងមិនព្រមលែងវាឡើយដោយអះអាងថាទោះបីជានាងមិនបានស្នើក៏ដោយយាយសម្លឹងមើលមុខនាងក្មេងស្រីក៏អស់សង្ឃឹមដូច្នេះនាងអាចអនុញ្ញាតឲ្យនាងរករបស់ផ្សេងទៀតដើម្បីញ៉ាំក្មេងស្រីដោយស្ទាក់ស្ទើរឲ្យអណ្ដើកទៅជីដូនរបស់នាងជីដូននោះគឺអនុញ្ញាតឲ្យនាងទៅស្វែងរកអ្វីផ្សេងដើម្បីធ្វើអាហារក្មេងស្រីត្រូវបន្តមិនចង់ឲ្យអណ្ដើកទៅលោកយាយក៏មើលទៅក្រពើតែមានភ្នែកពោពេញដោយភាពចាប់អារម្មណ៍មានការសង្ស័យថាវាអាចមានប្រវត្តិសាស្ត្រពិសេសហើយបានថែរក្សាអណ្ដើកដោយយកចិត្តទុកដាក់ប៉ុន្តែដោយសារតែមានគ្រូរងស្ងួតលោកយាយគ្រាន់តែអាចមានផ្លែឈើឲ្យវាហូបម្ចាស់ដីបានអញ្ជើញអ្នកគ្រូមួយមកសុំទឹកគ្រាន់តែឃើញលោកគ្រូកំពុងបញ្ចេញពាក្យពីមាត់រួចចាប់ប្រឡប់ជើងដៃរបស់ខ្លួនហើយលាបឈុំទៅលើដាវក៏ពិតណាស់មិនយូរប៉ុន្មានមេឃបានលេចឡើងមេឃខ្មៅមួយប៉ុន្តែមិនទាន់ឲ្យម្ចាស់ដីរីករាយពីវិនាទីក្រោយមកពុកខ្មៅងើបបានបាត់ខ្លួនដោយគ្មានដានលោកគ្រូមានអារម្មណ៍ថាគាត់មិនអាចធ្វើអ្វីបានទេគ្រាន់តែអាចបង្ហាញថាអ្វីទាំងអស់នេះអាចជាអំណោយទេវតាហើយមហិច្ឆតារបស់គាត់លើសពីនេះទៅទៀតគាត់បានចាប់ក្មេងប្រុសស្រីដើម្បីផលិតថ្នាំអំតះរឿងសំខាន់សម្រាប់ថ្នាំអំតាក់នៅពេលដែលពលរដ្ឋឃើញសេចក្តីជូនដំណឹងពួកគេមិនអាចទប់អារម្មណ៍បានទេម្ចាស់ដីមែនតែនយ៉ាងណាមិញឆៅជើបានរងទុក្ខដោយសារគ្រូរងស្ងួតធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំពួកគេក៏រស់នៅក្នុងទុក្ខវេទនាផងដែរហើយឈុតឆាកនេះក៏គ្រប់យ៉ាងត្រូវបានក្មេងស្រីមើលឃើញនៅក្នុងភ្នែករបស់នាងប៉ុន្តែមិនទាន់ឲ្យនាងបាននិយាយពីល្បីពាក្យនាងត្រូវបានអ្នកការពារដែលជួយគាត់បង្ក្រាបបង្ខំឲ្យចាក់ចេញខណៈដែលនៅលើផ្លូវត្រឡប់ទៅរបស់នាងទាំងពីរខាងមានប្រជាជនដែលជួបប្រទះអ្នកភូមិដែលចិត្តដល់ការអត់ឃ្លានបានប្រឈមមុខនឹងការអង្វរដ៏អស់សង្ឃឹមរបស់ពួកគេក្មេងស្រីនោះមុនអាចជួយអីបាននៅទីនេះចាំឲ្យស្រីក្មេងត្រឡប់មកផ្ទះជីដូនរបស់នាងក៏បានប្រាប់នាងពីរឿងអាក្រក់នេះដែរគ្រួសារនៅផ្ទះមិនមានអាហារទេពីព្រោះគ្រួសារដែលជិតខាងកំពុងតែឈឺដូច្នេះនាងបានផ្ដល់អាហារដែលនៅសល់នៅផ្ទះទាំងអស់ឲ្យពួកគេដើម្បីរស់នៅហើយភ្លាមបានប្រាប់ស្រីក្មេងឲ្យមិនចេញទៅលេងទៀតទេសោះក្រោយមកនឹងឡើងភ្នំទៅបេះស្លឹកឈើស្រីក្មេងក៏ចាប់ផ្ដើមនិយាយពីរឿងដែលបានកើតឡើងប្រាប់លោកយាយស្ដាប់ថារឿងនឹងអាក្រក់នៅក្នុងពិភពលោកមានការប្រកួតប្រជែងគ្រប់អ្វីគឺនឹងកន្លងទៅប៉ុន្តែតើវានឹងកើតឡើងដូចដែលពួកគេគិតទេ